នេះគឺជាឆាកជីវិតរបស់ខ្ញុំដែលនិយាយអំពីការពិតវាមិនជារឿងប្រឌិតហើយក៏វាមិនជាការសម្ដែងទឹកភ្នែកមានដំណក់ក៏មិនហ៊ានស្រក់តាំងចិត្តក្នុងនាមជាកូនប្រុសដើរកាត់បន្លាឃ្លាតពីសាលាក៏ព្រោះគ្រួសារគ្មានជំរឿរឿងពិតជីវិតខ្ញុំមិនដែលបន្លំបកស្រាយចំមិនបំភ្លើមានរឿងច្រើនណាស់សង្ខេបខ្លះសង្ឃឹមថាបានស្បាយរបួសទឹកភ្នែកមានដំណក់ក៏មិនហ៊ានស្រក់តាំងចិត្តក្នុងនាមជាកូនប្រុសដើរកាត់បន្លាឃ្លាតពីសាលាក៏ព្រោះគ្រួសារគ្មានជំរឿរឿងពិតជីវិតខ្ញុំមិនដែលបន្លំបកស្រាយចំមិនបំភ្លើមានរឿងច្រើនណាស់សង្ខេបខ្លះសង្ឃឹមថាបានស្បាយរបួសចូលរៀនទី1ដល់ទី5មួយគ្មានទេរបោះប្រើឡឆ្នៃថងការរងទុកដាក់សៀវភៅស្វែងទៅសាលារៀនអក្សរឃើញកូនគេផ្សេងសប្បាយរត់លេងមកប៉ាគេចាំជួយសាទរមកប៉ាយើងអត់បានត្រឹមអំណត់សង្ឃឹមថាព្រះប្រទានពរដល់ម៉ោងមកផ្ទះបាយឆ្អែតក្របផ្ទះមិនចេះនៅផ្ទះចេញទៅព្រៃវិទឹកមួយដបចេញទៅជញ្ជាត់រកត្រីរកឃ្មុំកណ្ដាលព្រៃស្បែកប្រែស្រកាសក់ក្បាលឡើងរឹងភ្នែកពេញក្រហមតែមិនថ្មីនេះហើយជីវិតខ្ញុំកាលនៅបាក់ធំរំលឹកកាលពីនៅក្មេងវ័យដល់ធំដឹងក្តីរៀនវិទ្យាល័យមិនខុសអីពីកាលនៅក្មេងផ្លាស់ប្ដូរសាលាឆ្ងាយពីគ្រួសារជីវិតដូចជាការផ្សងព្រេងគេមានម៉ូតូជិះសឹងគ្រប់គ្នាឯងវិញបានតែដោយតាមគេទៅយើងទៅគេអត់យើងអត់យើងមានសិទ្ធអីបន្តគេទឹកភ្នែកមានដំណក់ក៏មិនហ៊ានស្រក់តាំងចិត្តក្នុងនាមជាកូនប្រុសដើរកាត់បន្លាឃ្លាតពីសាលាក៏ព្រោះគ្រួសារគ្មានជំរឿរឿងពិតជីវិតខ្ញុំមិនដែលបន្លំបកស្រាយចំមិនបំភ្លើមានរឿងច្រើនណាស់សង្ខេបខ្លះសង្ឃឹមថាបានស្បាយរបួសអត្តហេអត្តណោនាថោខ្លួនទីពឹងឬកុំឆោឡោធ្វើកុំចាំគេគោះកុំចាំគេហៅរឿងណាតែត្រូវធ្វើមកកុំអង្គុយស្ងៀមសងកុកកុំធ្វើខ្លួនដូចជាក្របអុកកុំអង្គុយចាំគេសែងមិនចេះប្រឹងប្រែងកុំស្មានតែបានសុខជីវិតមិនមែនធូលីទេជីវិតតស៊ឺឌីគូលីព្រោះជាមនុស្សត្រូវខំណាស់កុំចាំមហាសាមគ្គីជីវិតបានសុខសនុកសុខស្រួលមិនមែនបានមក free នៅមានគេហ៊ានរៀនគេចេះគេស្គីចំណេះចេញទៅរកស៊ីទឹកភ្នែកមានដំណក់ក៏មិនហ៊ានស្រក់តាំងចិត្តក្នុងនាមជាកូនប្រុសដើរកាត់បន្លាឃ្លាតពីសាលាក៏ព្រោះគ្រួសារគ្មានជំរឿរឿងពិតជីវិតខ្ញុំមិនដែលបន្លំបកស្រាយចំមិនបំភ្លើមានរឿងច្រើនណាស់សង្ខេបខ្លះសង្ឃឹមថាបានស្បាយរបួសទឹកភ្នែកមានដំណក់ក៏មិនហ៊ានស្រក់តាំងចិត្តក្នុងនាមជាកូនប្រុសដើរកាត់បន្លាឃ្លាតពីសាលាក៏ព្រោះគ្រួសារគ្មានជំរឿរឿងពិតជីវិតខ្ញុំមិនដែលបន្លំបកស្រាយចំមិនបំភ្លើមានរឿងច្រើនណាស់សង្ខេបខ្លះសង្ឃឹមថាបានស្បាយរបួស